ต่อไปខ្ញុំបានធ្វើការអ៊ុតខយោធានិងចែករំលែកវីដេអូរួចមកគឺឃើញថាមានខោអាវចូលជាច្រើនមានទាំងអាវយោធាខយោធាហើយនិងក៏អាវស៊ីវិលផងដែរអញ្ចឹងបានគេនិយាយថាឥទ្ធិពលនៃការធ្វើវីដេអូគឺពិតជាខ្លាំងឬក៏គេហៅថា influencer អីនឹងឯងឥឡូវនេះខ្ញុំសូមអង្វាយចំណាប់អារម្មណ៍បងប្អូនមកមើលការអ៊ុតអាវយោធារបស់យើងម្ដងគឺយើងអ៊ុតទៅលើករបស់យើងដោយរដងបន្ទាប់ពីអ៊ុតកហើយយើងក៏ដាក់ឡេវបន្ទាប់ពីយើងដាក់ឡេវរួចហើយគឺយើងទាញទៅលើករបស់យើងបន្ថែមទៀតអញ្ចឹងបងប្អូនទៅលើអាវដែលមានកបែបនេះគឺតម្រូវឲ្យមានការអ៊ុតបន្ថែមនៅចំណុចកកន្លែងនេះបន្ថែមទៀតឥឡូវនេះគឺឃើញថាផ្នែកកនិងឡេវគឺយើងបានរៀបចំហើយយើងក៏ចូលទៅលើដៃអាវម្ដងដៃអាវចាប់ផ្ដើមដំបូងក៏យើងអ៊ុតទៅលើផ្នែកឃ្លីនៃខាងក្រោមហើយទៅមកបើយើងចាប់ទៅលើផ្នែកភ្លីនៃខាងលើម្ដងបន្ទាប់ពីចាប់ភ្លីខាងលើហើយយើងក៏ចាប់ភ្លីស្មាហើយកន្លងពេលនៃការចាប់ភ្លីបងប្អូនត្រូវមានការប្រយ័ត្នបន្តិចកុំឲ្យមានការខុសភ្លីអូខេជាបន្តទៅទៀតគឺយើងត្រឡប់ទៅអ៊ុតនៃដៃអាវរបស់យើងមួយចំហៀងទៀតហើយដូចឃើញក្នុងវីដេអូអញ្ចឹងគឺខ្ញុំបានអ៊ុតនៅផ្នែកខាងក្រោមនៃអាវនៃដៃអាវបន្ទាប់មកក៏យើងចាប់ភ្លីខាងលើនៃអាវរបស់យើងហើយបន្ទាប់ពីចាប់ភ្លីបានស្អាតហើយយើងក៏ត្រឡប់ទៅចាប់នៃស្មាអាវផងដែរបន្ទាប់ពីឃើញថាដៃអាវទាំងសងខាងគឺយើងអ៊ុតបានស្អាតហើយយើងក៏អ៊ុតនៅផ្នែកខាងមុខនៃអាវម្ដងផ្នែកខាងមុខគឺអត់មានអីពិបាកទេបងប្អូនគឺវាឆ្នាំងអ៊ុតកលាស់ញីឲ្យស្អាតអលងចឹងមកអលងដូចខ្ញុំអ៊ុតចឹងហ៎បងប្អូនចឹងបើសិនយ៉ាងបងដឹងថាអលងប៉ុណ្ណាអាចមើលក្នុងវីដេអូនឹងបានចឹងបន្ទាប់ពីការមើលយ៉ាងយូរឃើញថាអលងហើយយើងក៏ត្រឡប់មកនៅផ្នែកខាងក្រោយនៃអាវរបស់យើងម្ដងដោយសពរដងផ្នែកខាងក្រោយក៏មិនខុសពីផ្នែកខាងមុខដែរបងប្អូនគឺយើងអ៊ុតយ៉ាងម៉េចឲ្យអលងស្អាតឲ្យបាត់ភ្លីបាត់ជ្រួញឲ្យវាបាត់ជ្រួញអលងចឹងមកគឺស្អាតហើយកុំភ្លេចដែរបងប្អូនកន្លែងឡេវនេះគឺយើងត្រូវទាញដូចក្នុងវីដេអូនឹងផងដែរចឹងបន្ទាប់ពីឃើញថាអាវរបស់យើងអ៊ុតបានស្អាតហើយយើងក៏បត់អាវរបស់យើងទុកបាន